Kim So Yun បានលាលែងពីម៉ាកយីហោល្បីៗក្នុងពិភពលោកជុំវិញរឿងអាស្រូវស្នេហាដែលមិនទាន់ដល់ផ្លូវបញ្ចប់ត្រូវការដំឡើង steam spa sauna អាងទឹកក្តៅទឹកត្រជាក់និងអាងទឹកគ្រប់ប្រភេទទំនាក់ទំនង Neptune ឥឡូវនេះ078 ការ៉េ543ម៉ាកយីហោល្បីឈ្មោះកម្រិតពិភពលោករួមទាំង Prada បានកាត់ផ្តាច់ទំនាក់ទំនងជាមួយតារាសម្ដែងកូរ៉េខាងត្បូង Kim So Yun ចំពេលមានភាពចម្រូងចម្រាសជុំវិញទំនាក់ទំនងរបស់ពួកគេជាមួយតារាសម្ដែង Kim Se-ron ដែលមហាជនស្ទើរពេញផ្ទៃប្រទេសបានទទួលព័ត៌មានពីការធ្វើអត្តឃាតសម្រាប់ខ្លួនរបស់នាងក្នុងថ្ងៃកំណើត Kim So Yun កាលពីខែកុម្ភៈតារាប្រុសវ័យ37ឆ្នាំដែលទទួលបានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូងនិងចិនតាមរយៈការដើរតួជាកម្លោះដូមានជុនក្នុងរឿងភាគកូរ៉េដ៏ល្បី My Love from the Sky ឆ្នាំ2013និង Twin of the Tear ឆ្នាំ2024ត្រូវបានចោទប្រកាន់ថាបានណាត់ជួបជាមួយ Kim Se-ron នៅពេលនាងមិនទាន់គ្រប់អាយុនៅក្នុងការលាតត្រដាងរបស់គណនី YouTube ឈ្មោះ Garosero Research Institute ដោយដកស្រង់សក្ខីកម្មពីសាច់ញាតិរបស់តារាសម្ដែង Kim Se-ron Luxury Fashion Group របស់ Prada បាននិយាយថាក្រុមហ៊ុនបានសម្រេចចិត្តទៅវិញទៅមកដើម្បីបញ្ចប់កិច្ចសហការរបស់ខ្លួនជាមួយលោក Kim នៅពេលដែលត្រូវបានសាកសួរនៅក្នុងការជជែកអំពីសេវាកម្មអតិថិជនកាលពីថ្ងៃច័ន្ទទី17ខែមីនា ចំណែក Dinto ដែលជាម៉ាកគ្រឿងសម្អាងរបស់កូរ៉េខាងត្បូងក៏បានប្រកាសថាខ្លួននឹងបញ្ចប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយលោកដូចគ្នាគួររំលឹកឡើងវិញថាកាលពីថ្ងៃទី14ខែមីនាទីភ្នាក់ងារ Gold Medalist របស់តារាប្រុសស្ថិតក្នុងបញ្ជី A នៃកូរ៉េខាងត្បូង Kim So Yun បានចាន់ចោលទាំងស្រុងអំពីការអះអាងថាអ្នកទាំងពីរសេពគប់គ្នាតាំងពីឆ្នាំ2015ពលគឺនៅពេលដែល Kim Se-ron នៅក្មេងនាងក៏ត្រូវបានគ្រប់គ្រងដោយទីភ្នាក់ងារនេះផងដែរប៉ុន្តែកិច្ចសន្យារបស់នាងមិនត្រូវបានបន្តទៀតទេនៅឆ្នាំ2022ក្នុងឆ្នាំដដែលនោះ Se-ron បានជាប់ពាក់ព័ន្ធនឹងឧបទ្ទហេតុបើកបរក្នុងស្ថានភាពស្រវឹង Kim So Yun ដែលមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ត្រូវបានភ្ជាប់ដោយអយុត្តិធម៌ចំពោះការស្លាប់របស់ Kim Se-ron Gold Medalist បានឲ្យដឹងថាតារាស្រីរូបនេះជំពាក់ក្រុមហ៊ុនប្រមាណ 0.7000 លានវ៉ុនស្មើនឹង $48,3759 ក្នុងការខូចខាតនិងពិន័យជាលទ្ធផលនៃករណីបើកបរក្នុងស្ថានភាពស្រវឹង Kim Se-ron ដែលមានអាយុ24ឆ្នាំត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់នាងអាជីពរបស់នាងត្រូវបានប៉ះទង្គិចទាំងស្រុងចាប់តាំងពីឧបទ្ទហេតុបើកបរក្នុងស្ថានភាពស្រវឹងហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថានាងជំពាក់បំណុលគេនិងធ្វើការក្រៅម៉ោងដើម្បីសងគេនៅឆ្នាំ2024 Kim Se-ron បានបង្ហោះរូបថតរបស់នាងជាមួយ Kim So Yun ដែលត្រូវបានលុបចោលយ៉ាងឆាប់រហ័សដែលបណ្ដាលឲ្យមានការសង្ស័យថាអ្នកទាំងពីរជាគូស្នេហ៍នឹងគ្នាមេធាវីតំណាងឲ្យសាច់ញាតិរបស់ Kim Se-ron បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទថានាងបានសម្រេចចិត្តបង្ហោះរូបថតនេះដោយសង្ឃឹមថានឹងអាចទទួលបានការឆ្លើយតបពី Kim So Yun នេះជាមេរៀនមួយដ៏គួរឲ្យខ្លាចបំផុតនៅក្នុងសង្គមកូរ៉េ